មានសំណួរអីទេតើថៃអាចវាយខ្មែរលើកទី3ដែរទេបាទសំណួរហ្នឹងគឺមើលទៅវាពិបាកឆ្លើយមែនតើយើងមើលចំហរបស់កម្ពុជាដោយលោករដ្ឋមន្ត្រីបានថ្លែងមិញហើយគឺលោកសុនចន្ទថោលោកបានមានប្រសាសន៍ហើយគឺកម្ពុជាព្យាយាមបន្ធូរបន្ថយស្ថានភាពពីព្រោះកាលណាអូបន្លាយទៅវាប៉ះពាល់ដែរវាប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋជាងគិតមើលនៅកម្ពុជាគឺមកដល់ថ្ងៃនេះបាទកិច្ចព្រមព្រៀងជប់បាញ់ចូលថ្ងៃទី27អញ្ចឹងណាបាទមកដល់ថ្ងៃនេះគឺនៅមានពលរដ្ឋកម្ពុជាជាង20,000នាក់នៅឡើយមិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយទេអញ្ចឹងមិនមែនជារឿងមួយដែលបាទស្រួលទេសម្រាប់ពួកគាត់នៅក្នុងការរស់នៅឆ្ងាយពីលំនៅឋានបាទបើអ្នកណាមានទុនទៀតទៅគេអាចទៅនៅផ្ទះបងប្អូនផ្ទះអីទៅគេធូរអញ្ចឹងទៅអ្នកអត់មានទេនៅជំរុំនៅក្នុងវត្តអីហ្នឹងមិនស្រួលទេការហូបចុករស់នៅបាទភាពឯកជនរបស់គាត់អីហ្នឹងពីពួកគាត់មិនមែនជាអ្នកអត់ផ្ទះអត់សុបាយហ្នឹងគាត់អ្នកមានផ្ទះសុបាយទូទៀតដែរមកនៅអញ្ចឹងគឺពិបាកដែរណាអញ្ចឹងបើតាមខ្ញុំមើលទៅគឺកម្ពុជាគាត់ខំប្រឹងអត់ធ្មត់មែនតើណាគាត់អត់ធ្មត់មែនតើមិនចង់កើតឡើងអ្វីទេបាទគាត់ឃើញការប៉ះទង្គិចប្រហែលថ្ងៃហ្នឹងគឺប៉ះពាល់ទៅលើប្រជាពលរដ្ឋនឹងច្រើនក្នុងគណៈពេលដែលយន្តការនៃការដោះស្រាយតាមវិធីការទូតវិធីអហិង្សាហ្នឹងវាមានអញ្ចឹងដូចជាមន្ត្រីសហរដ្ឋអាមេរិកហ្នឹងនឹងទៅកម្ពុជាហ្នឹងគឺនឹងទៅចូលរួមចរចាបន្ថែមទៀតក្នុងការដោះស្រាយភាពតានតឹងហ្នឹងដែលនៅតែមានរឿងកើតឡើងហ្នឹងយើងគិតតែប៉ុណ្ណេះគិតថាបើសិនឥឡូវយើងគិតឲ្យសាមញ្ញណាគិតឲ្យសាមញ្ញយើងមិនដឹងថាតើខាងមន្ត្រីសហរដ្ឋអាមេរិកទៅនិយាយរឿងអីទេអត់ដឹងទេណាក៏ប៉ុន្តែយើងគិតឲ្យសាមញ្ញចេះវិញប្រសិនបើបទជប់បាញ់គ្នានឹងចូលជាសារមានហើយហ្នឹងត្រូវបានភាគីទាំងសងខាងឥឡូវខ្ញុំមិនថាចោតកម្ពុជាឬក៏ចោតតែថៃណាបើយើងថាត្រូវបានភាគីទាំងសងខាងគោរពត្រឹមត្រូវហើយមន្ត្រីសហរដ្ឋអាមេរិកក៏មិនចាំបាច់ទៅទៀតនោះទេឃើញទេអញ្ចឹងដូច្នេះបើយើងមើលតាមសូចនាករហ្នឹងគឺបានន័យថាមន្ត្រីសហរដ្ឋអាមេរិកទៅហ្នឹងគឺបានន័យថាការអនុវត្តកិច្ចព្រមព្រៀងហ្នឹងគឺវានៅផុយស្រួយហើយវាអត់បានត្រឹមត្រូវ 100% ទេអញ្ចឹងគាត់អាចនឹងទៅនឹងលើកបញ្ហាហ្នឹងបាទជាមួយកម្ពុជាជាមួយនឹងថៃឲ្យទៅដោះស្រាយគ្នាយ៉ាងម៉េចដើម្បីកុំឲ្យបាទមាននៅបន្តអូបន្លាយកើតរឿងអញ្ចឹងជាពិសេសគឺការអនុញ្ញាតឲ្យពលរដ្ឋវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាទអញ្ចឹងជាសរុបមកខ្ញុំថាខាងភាគីថៃមើលសូចនាករនៃការប្រឹងប្រែងរបស់គាត់ហ្នឹងគឺជាការមួយដែលបាទលក្ខណៈត្រៀមរបស់គាត់យ៉ាងម៉េចត្រៀមទប់កម្ពុជាឬក៏ត្រៀមអីយើងមិនដឹងដែរប៉ុន្តែចំហកម្ពុជាគឺកម្ពុជាអត់ចង់មានរឿងរ៉ាវកើតឡើងបន្តទៀតទេវាដូចថាកម្ពុជាជាអ្នកឈ្នះទៅហើយបានឈ្នះចង់ឈ្នះតាមផ្លូវច្បាប់ផ្លូវទូទៅហើយហេតុអ្វីក៏យើងទៅលេងកំដរថៃនៅតាមផ្លូវយោធានោះទៅវិញបាទលីកាឡាបងអរគុណមកកំសេងដែលបានផ្ដល់ព័ត៌មានច្បាស់អូអរគុណច្រើនណាស់បាទព័ត៌មានច្បាស់ណាស់មិនខ្ញុំតែយកព័ត៌មានគេសេដែរចាំបានប្រិយមើលខ្លះនៅតែអត់យល់យើងអ្នកដែលគាត់ខឹងខ្ញុំអ្នកដែលនេះគាត់នៅតែអត់យល់ព្រោះគាត់អត់ឃើញខ្ញុំនិយាយគាត់អីច្រើនពេកគាត់និយាយថាខ្ញុំផ្សាយធរនេះធរនោះគំនិតរបស់ខ្ញុំបញ្ចេញគំនិតរបស់ខ្ញុំលើកទឹកចិត្តឲ្យឈរខាងកម្ពុជាក៏ប៉ុន្តែព័ត៌មានដែលខ្ញុំយកមកផ្សាយជាព័ត៌មានអន្តរជាតិដែលផ្សាយដោយ AP Reuters AFP New York Times Washington Post Bloomberg Al Jazeera CNN ទេបាទដូច្នេះសារព័ត៌មានអន្តរជាតិគេសរសេរមកអញ្ចឹងតែយើងទៅនិយាយយ៉ាងម៉េចហើយអ្នកខ្លះថាលោកកំសែងមិនហ៊ាននិយាយអ្វីដែលប្រជាពលរដ្ឋបានដឹងខ្ញុំមានតែដឹងឲ្យលើកាលពីសារព័ត៌មានគាត់ផ្សាយហើយយើងដឹងជួនកាលតាមមាត់ចាំមាត់ព្រៀបខ្លះនោះយកជាផ្លូវការអត់បានទេបាទតើពីព្រោះអ្នកដែលនិយាយនឹងខ្ញុំអាចនិយាយឲ្យយោបល់បន្តិចបានអ្នកដែលនិយាយបែបហ្នឹងក៏អត់ដែលធ្វើកិច្ចការធំទេសារធ្វើកិច្ចការជាមួយនឹងបរទេសងាយយើងមានបរទេសមិនតំណែងធំពេកទេត្រឹមតែធ្វើ program manager មួយបើកាលណាយើងនិយាយស្ថានភាពណាមួយជាពិសេសតាក់ទងរឿងនយោបាយហ្នឹងវិភាគអត់ត្រូវយកប្រភពមកអត់ត្រូវឲ្យគាត់គេឲ្យ discredit ជាងភ្លាមគេថាយើងអត់ចេះធ្វើការមនុស្សនឹងអត់ qualify នឹងធ្វើការទេដូច្នេះត្រូវប្រយ័ត្នមិនមែនយកព័ត៌មានមកចាប់មកព្រៀបអីមិនផ្លូវការមកនិយាយបានទេអត់បានតោះតែសោះចិត្តទម្លាប់ធ្វើកិច្ចការនឹងចឹងចាំមកពេលខ្លះអ្នកខ្លះនិយាយរីគុណខ្ញុំអត់តដោយសារគាត់តាំងពីតតិការងារនឹងទេបាទធ្វើជាមួយបរទេសបាទឬក៏មន្ត្រីរបស់កម្ពុជាក៏ដោយបាទបើកាលណាយើងនិយាយអត់ពិតនិយាយផគេហ្នឹងគេផ្ទៀងផ្ទាត់អត់ត្រូវហ្នឹងរឿងរ៉ាវណាប្រយ័ត្នកន្លែងហ្នឹងមិនអាចនិយាយតាមប្រភេទប្រភេទបានទេគឺជារឿងតាក់ទងជាមួយនឹងប្រទេសកម្ពុជាបាទជាមួយនឹងប្រទេសកម្ពុជាការពិតទៅតាក់ទងជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិកដែលត្រូវទៅប្រទេសកម្ពុជានេះខ្ញុំដឹងឈ្មោះហើយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកដែលត្រូវទៅនេះខ្ញុំដឹងឈ្មោះហើយប៉ុន្តែខ្ញុំរងចាំឲ្យគេប្រកាសជាផ្លូវការសិនបាទខ្ញុំអាចនឹងយកមកចែករំលែកជូនប្រិយមិត្តបានណាបាទពួកខ្ញុំដឹងតាមប្រភពមិនផ្លូវការរបស់ខ្ញុំដឹងឈ្មោះបាទកម្មវិធីគាត់ទៅបាទអញ្ចឹងឥឡូវសូមយកព័ត៌មានណាដែលសារព័ត៌មានផ្សាយជាផ្លូវការសិនបាទផ្សាយជាផ្លូវការសិនគឺនេះជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg
សាព័ត៌មាន Bloomberg ក៏បាននិយាយថាប្រទេសកម្ពុជាបានច្រានចោលនៅលេសរបស់ប្រទេសថៃដែលនិយាយថាការវាយប្រហារទៅលើប្រទេសកម្ពុជាគឺសំដៅទៅលើមជ្ឈមណ្ឌលឆបោកតាមអនឡាញទន្ទឹមនឹងនោះដែរគឺខាងកម្ពុជាក៏ខិតខំស្វែងរកវិធីយ៉ាងណាបន្ធូរបន្ថយកម្ដៅនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg គឺជាការដកស្រង់នៅក្នុងបទសម្ភាសន៍របស់លោកស៊ុនចន្ទថុលដែលជាឧបនាយករដ្ឋមន្ត្រីបាទរបស់ប្រទេសកម្ពុជាគឺលោកបាននិយាយថាប្រទេសកម្ពុជាប្រទេសរបស់លោកនេះគឺខិតខំព្យាយាមយ៉ាងណាបន្ធូរបន្ថយកម្ដៅគាត់ប្រាប់ថា lower the temperature បន្ធូរបន្ថយកម្ដៅនៅក្នុងចំនួនរបស់ខ្លួនជាមួយនឹងប្រទេសថៃនោះគឺធ្វើយ៉ាងណាការពារឲ្យបាននៅបទជបាញ់គ្នាដែលបានចូលជាធរមានក៏ប៉ុន្តែនៅមានលក្ខណៈផុយស្រួយទន្ទឹមគ្នានោះដែរគឺលោកស៊ុនចន្ទថុលលោកបានច្រានចោលបាទលើការអះអាងរបស់ទីក្រុងបាងកកដែលថាការប៉ះទង្គិចគ្នាដែលនាំមកមានការប្រយុទ្ធរយៈពេល3សប្តាហ៍កន្លងមកនេះគឺដោយសារតែថៃក៏ខិតខំធ្វើប្រតិបត្តិការដើម្បីកម្ចាត់មជ្ឈមណ្ឌល scam បាទដែលមានធ្វើប្រតិបត្តិការនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរបាទសម្បកវងកញ្ចក់បន្តិចទៅគឺថៃនឹងអស់ពីយកប្រតិបត្តិការយោធានឹងដោយសារតែរឿងមីនហ្នឹងឥឡូវទៅរឿងឯណា scam ម្ដងកាលពីរឿងមីនហ្នឹងរហូតដល់ខាងប្រតិភូរបស់កម្ពុជាសួរទៅ UN ផងដែរថាតើមានប្រទេសណាដែលចូលជ្រាបពីប្រទេសមួយទៀតដោយសារតែហេតុផលរឿងមីននោះបាទឥឡូវក៏មកពីកម្ពុជាក៏ថារឿងដោយសាររឿង scam ម្ដងណាបាទអញ្ចឹងប្រិមិត្តយើងអាចស្ដាប់យើងអាចមើលបានថាតើការលើកឡើងរបស់ហេតុផលរបស់ថៃហ្នឹងគាត់មានការផ្ដោតហេតុផលតាមទៅឬទេបាទម្ដងនិយាយចេះម្ដងនិយាយចុះបាទតើអន្តរជាតិគេទទួលយកបានប៉ុណ្ណាអាហ្នឹងគឺបាទប្រិមិត្តអាចពិចារណាដោយខ្លួនឯងហើយបាទអន្តរជាតិគេមិនលោតទៅតាមថៃម្ដងនិយាយចេះគេជឿម្ដងនិយាយចុះគេជឿទេបាទគឺនៅបាននៅពេលបច្ចុប្បន្ននេះយើងដឹងហើយថាប្រទេសទាំងពីរគឺបានព្រមព្រៀងជុំបាញ់គ្នាណារយៈពេលតាំងពីចុងខែធ្នូបាទគឺរហូតមកដល់ពេលនេះគឺមិនទាន់មានអ្វីដែលកើតឡើងជាធំដុំនៅឡើយទេក៏មានការប៉ះទង្គិចគ្នាដែលបណ្ដាលឲ្យបាទស្លាប់ទាំងយោធានិងស៊ីវិលនៅទាំងសងខាងបាទប្រទេសទាំងពីរនេះនៅក្នុងបទសម្ភាសន៍នៅថ្ងៃប្រហែលនេះគឺលោកស៊ុនចន្ទថុលបាននិយាយបន្ថែមទៀតថាគឺអ្នកមិនអាចណាប្រើប្រាស់បាទហេតុផលពីរឿងមជ្ឈមណ្ឌលឆបោកតាមអនឡាញហ្នឹងមកចូលឈ្លានពានប្រទេសមួយទៀតបាននោះទេបាទហើយលោកបាននិយាយថាគឺកម្ពុជាមិនចង់បន្ថែមភ្លើងបន្ថែមសាំងទៅលើភ្លើងនោះទេ do not add fuel to the fire បាទអញ្ចឹងលោកថាកុំយកសាំងហ្នឹងមកចាក់លើភ្លើងបន្ថែមទៀតអីបាទគឺបាននិយាយបែបនេះសំដៅទៅលើប្រទេសថៃផងក៏ដូចជាការដែលកម្ពុជាគឺមិនចង់មានរឿងរ៉ាវកើតឡើងដែរនៅក្នុងសេចក្តីរាយការណ៍នេះបានបញ្ជាក់ឲ្យដឹងថាគឺលោកស៊ុនចន្ទថុលបានដឹកនាំការចរចាពន្ធគយជាមួយនឹងសហរដ្ឋអាមេរិកហើយបានកើតមានឡើងក្រោយពីការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកហើយជាលទ្ធផលនៃការខិតខំប្រឹងប្រែងចរចារបស់លោកហើយនឹងការគម្រាមកំហែងរបស់លោកប្រធានាធិបតី Donald Trump នឹងការអនុវត្តបទជុំបាញ់គ្នាជំហានទី1កន្លងមកគឺធ្វើឲ្យមានការបន្ធូរបន្ថយពន្ធផងដែរហើយក៏ប៉ុន្តែបើតាមសេចក្តីរាយការណ៍គឺលោកស៊ុនចន្ទថុលលោកបានមានប្រសាសន៍ថាគឺកម្ពុជាក៏នៅមិនទាន់បោះបង់ចោលនៅក្នុងការចរចាពន្ធគយជាមួយនឹងសហរដ្ឋអាមេរិកផងដែរដើម្បីឲ្យបានចុះបន្ថែមទៀតនៅលើទំនិញមួយចំនួនបន្ថែមទៀតបាទហើយមូលហេតុអ្វីបានជាមានការលើកឡើងអំពីការ scam នេះគឺឥឡូវនេះគឺនៅពេលដែលចាប់លោកចិនស៊ីបញ្ជូនទៅប្រទេសចិនអញ្ចឹងគឺធ្វើឲ្យបញ្ហានៃការតាក់ទងជាមួយនឹងការឆបោកតាមអនឡាញនេះគឺឥឡូវនេះចាប់ផ្ដើមផងឡើងវិញដោយមានការចាប់អារម្មណ៍ពីឆាកអន្តរជាតិផងដែរបាទនេះបើយកតាមសេចក្តីរាយការណ៍របស់ Bloomberg ក៏ប៉ុន្តែក្រោយពីមានបទជុំបាញ់គ្នានេះហើយគឺបើតាមលោកស៊ុនចន្ទថុលលោកបាននិយាយថាប្រទេសកម្ពុជាគឺត្រូវការសន្តិភាពហើយលោកបានបញ្ជាក់ថាលោកជឿជាក់ថាប្រទេសថៃក៏ត្រូវការសន្តិភាពដែរដើម្បីកសាងប្រទេសរៀងៗខ្លួនដើម្បីមានផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរហើយបាទបញ្ហាទាំងអស់នេះគឺនៅមានបន្តនៅឡើយណានៅក្នុងការចរចារវាងប្រទេសទាំងពីរគឺកម្ពុជានិងសហរដ្ឋអាមេរិកអំពីបញ្ហាពន្ធគយបាទហើយនៅពេលដែលគេសួរបាទគេមានសំណួរដែរគេសួរឡើងទៅលោកស៊ុនចន្ទថុលបានអ្នកសារព័ត៌មានគាត់សួរថាហេតុអ្វីបានជាសហរដ្ឋអាមេរិកចោទប្រកាន់លោកចិនស៊ីក៏ប៉ុន្តែកម្ពុជាបែរជាបញ្ជូនទៅប្រទេសចិនទៅវិញបាទអញ្ចឹងណាបាទដូច្នេះសំណួរនេះគឺជាសំណួរដែលប្រិមិត្តមួយចំនួនក៏បានសួរដែរតើលោកស៊ុនចន្ទថុលលោកបកស្រាយយ៉ាងម៉េចក៏លោកថានៅពេលណាដែលគឺយើងមានផុសតាងគ្រប់គ្រាន់អស់ហើយគឺយើងចាត់វិធានការបានន័យថាអាជ្ញាធរកម្ពុជាចាត់វិធានការទៅតាមច្បាប់របស់ប្រទេសកម្ពុជា
គឺប៉ុន្តែលោកមិនបាននិយាយឆ្លើយឲ្យចំថាតើហេតុអ្វីបានជាកម្ពុជាមិនបញ្ជូនជនជាប់ចោតដែលសហរដ្ឋអាមេរិកបានចោទនោះមកសហរដ្ឋអាមេរិកហើយបែរជាទៅប្រទេសចិននោះទេដែលលោកបាននិយាយថាកម្ពុជាគឺមិនអាចនឹងជ្រើសរើសយកភាគីទៅមកខាងណាបានទេដែល Cambodia cannot afford to choose sides បាទគឺយើងមិនចង់ជ្រើសរើសភាគីខាងណាជុំខាងណាទេបាទគឺយើងត្រូវតែធ្វើជាមិត្តជាមួយនឹងប្រទេសគ្រប់ទាំងអស់នៅលើពិភពលោកបាទហើយលោកបានបន្ថែមថាការដែលលោកថ្លែងបែបនេះគឺមិនមែនមានន័យថាកម្ពុជាត្រូវខិតខំដើរឲ្យប្រយ័ត្នប្រយែងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិននោះទេគឺលោកថាអ្វីដែលកម្ពុជាខិតខំប្រឹងប្រែងបោះជំហានទៅមុខនេះគឺធ្វើយ៉ាងណាជាផលប្រយោជន៍របស់កម្ពុជាតែប៉ុណ្ណោះបាទដូច្នេះនេះគឺជាការមួយដែលលោកបានថ្លែងប្រាប់សារព័ត៌មានហើយខាង Bloomberg យកមកចុះផ្សាយហើយតាក់ទងជាមួយនឹងខាងការចរចាពន្ធគយនេះក៏នៅបន្តដែរនេះបើតាមការបញ្ជាក់របស់លោកស៊ុនចន្ទថុលគឺបាទលោកខិតខំព្យាយាមយ៉ាងណាដើម្បីឲ្យមានពិពិធកម្មការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយនឹងមហាអំណាចធំៗដូចជាសហរដ្ឋអាមេរិកនិងប្រទេសចិនដោយបាទមិនពឹងផ្អែកខ្លាំងពេកទាំងលើប្រទេសទាំងពីរក៏ទៅលើតំបន់ផ្សេងទៀតផងដែរបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានBloomberg ណា Bloomberg ហើយយោបល់របស់ខ្ញុំឲ្យត្រង់ទៅនៅចុងម៉ោងនេះគឺខ្ញុំមិនថានេះខ្ញុំសរសើរលោកស៊ុនចន្ទថុលដែរដែលគាត់បាននិយាយច្រើនតាក់ទងជាមួយនឹងប្រទេសកម្ពុជាហ្នឹងហើយជាមួយនឹងសហរដ្ឋអាមេរិកក៏ធ្វើជាស្ពានបាទស្ពានជួយភ្ជាប់បានច្រើនដែរក្នុងរយៈពេលកន្លងមកនេះហើយក៏ដូចជាលេចធ្លោនៅក្នុងពេលដែលមានចំនួនរវាងកម្ពុជានិងថៃផងដែរការដែលខ្ញុំនិយាយនេះគឺមានហេតុផលដោយសារចេះពេលមិនអាចទៅមើលនៅក្នុងកាសែត The Nation ដែលចុះផ្សាយនៅថ្ងៃម្សិលមិញណាសម្រាប់អ្នកនៅកម្ពុជាគឺថ្ងៃម្សិលមិញគឺថ្ងៃពហុគឺគាត់បានដកស្រង់ពីសារព័ត៌មាន CNA ណា Channel New Asia ហើយនឹងកាសែតមួយនៅដូចជានៅតៃវ៉ាន់ដែលនិយាយចេញមកគឺគេដកស្រង់តាមសម្ដីរបស់ខាងថៃនិយាយពាក់ព័ន្ធជាមួយនឹងការដែលផ្ទុះក្របនោះដែលថៃនិយាយថាគឺកម្ពុជាបាញ់ក្របក្បាលចូលទៅក្នុងប្រទេសថៃអញ្ចឹង The Nation គាត់ធ្វើរឿងដូចធំណាស់ថាអូឥឡូវនេះគឺខាងសារព័ត៌មានអន្តរជាតិគាត់និយាយពីសារព័ត៌មានមកគាត់ថាសារព័ត៌មានអន្តរជាតិគឺគេជឿតាមថៃគឺអ្វីដែលថៃនិយាយឥឡូវគេចុះផ្សាយតាមថៃគឺមិនជឿកម្ពុជាទេណាកម្ពុជាបាត់បង់ការគ្រប់គ្រងនៅលើសារព័ត៌មានអន្តរជាតិហើយបាទអញ្ចឹងឥឡូវជួបរឿងនេះវិញ Bloomberg ផ្សាយវិញគឺលោកស៊ុនចន្ទថុលលោកមានប្រសាសន៍អញ្ចឹងឥឡូវគេផ្សាយតាមហ្នឹងតើយ៉ាងម៉េចដែរបាទហ្នឹងបើសិនជាសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាគាត់ចេះអួតដូច The Nation គាត់អួតដែរគាត់ថាខាងសារព័ត៌មានអាមេរិកបានទទួលស្គាល់នៅជំហររបស់កម្ពុជាក្នុងការដែលចង់បន្ធូរបន្ថយភាពតានតឹងជាមួយនឹងថៃដើម្បីអភិវឌ្ឍប្រទេសហើយគឺបានរិះគន់ថៃទៅវិញបាទខាងសារព័ត៌មានអន្តរជាតិបានទទួលស្គាល់ថាលេសរបស់ថៃដែលចូលវាកម្ពុជាដោយសាររឿង scam online ហ្នឹងគឺជារឿងមិនពិតទេបាទដែលផ្សាយតាមអ្វីដែលកម្ពុជាបាននិយាយគេជឿបាទគឺអាចនិយាយចឹងបានដែរឃើញទេបាទអញ្ចឹងបានថាឥឡូវនេះសារព័ត៌មាននៅក្នុងប្រទេសថៃហ្នឹងក៏ខំប្រឹងប្រែងជួយប្រទេសគាត់ដែរ The Nation ទៅមើលអត្ថបទថ្ងៃពហុបាទខ្ញុំមើលព្រឹកវិញខ្ញុំអានខ្ញុំផ្សាយតែបាទប៉ុន្តែខ្ញុំមិនយកមកចែករំលែកជាមួយនឹងប្រិយមិត្តទេបាទពីព្រោះគាត់ដូចអួតពីរឿងគាត់ខ្លាំងពេកបាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចែករំលែកបញ្ចប់នឹងអត្ថបទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post បាទអញ្ចឹងដូចតែខ្ញុំបានជម្រាបប្រិយមិត្តហ្នឹងគឺខ្ញុំយកតែពីសារព័ត៌មានអន្តរជាតិសំខាន់ធំបាទនៅសហរដ្ឋអាមេរិកប្រិយមិត្តនៅអាមេរិកដឹងហើយណាគឺ Washington Post New York Times Bloomberg ហ្នឹងគឺដើម្បីអានបានតទៅទិញគេបាទ subscribe គេ online ហ្នឹងមិនអាចយកមកបានអញ្ចឹងគឺសារព័ត៌មាននេះសំខាន់អញ្ចឹងបានខ្ញុំយកមកចែករំលែកជូនប្រិយមិត្តទាំងអស់គ្នាបាទបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post បានឲ្យដឹងថានៅថ្ងៃប្រហោះនេះគឺព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកហ្នឹងដែលមកពីគណៈបកទាំងពីរតែម្ដងគេថា bipartisan គឺបានបោះឆ្នោតគ្រប់គ្រងវិធានការមួយដើម្បីរារាំងមិនឲ្យរដ្ឋបាលលោកប្រធានាធិបតី Donald Trump ប្រើសកម្មភាពយោធាបន្ថែមទៀតទេនៅក្នុងប្រទេសវេណេស៊ុយអេឡាបាទនេះគឺជាការមួយដែលបង្ហាញនៅសាមគ្គីភាពដ៏កម្រមួយរបស់សមាជិកព្រឹទ្ធសភាជាពិសេសគឺគណៈបកសាធារណរដ្ឋដែលប្រឆាំងនឹងប្រធានាធិបតីដែលក្នុងពេលកន្លងមកគឺមិនមាននរណាហ៊ានប្រឆាំងទេឥឡូវនេះគឺបានចូលរួមជាសម្លេងជាមួយគ្នាដើម្បីគ្រប់គ្រងវិធានការទប់ស្កាត់នេះហើយនឹងអាចអនុម័តនៅក្នុងសភាព្រឹទ្ធសភាពេញអង្គផងដែរគឺធ្វើយ៉ាងណាជាការមួយដែលខាងព្រឹទ្ធសភាដណ្ដើមយកអំណាចរបស់ខ្លួនមកវិញដែលពីមុនមកគឺអំណាចលោកប្រធានាធិបតី Donald Trump ក្តាប់នៅក្នុងដៃតែម្ដងគឺនិយាយអ្វីគឺខាងសភារបស់សហរដ្ឋអាមេរិកទាំងរដ្ឋសភាព្រឹទ្ធសភាគឺធ្វើតាមបាទដូចតែខ្ញុំធ្លាប់បានជម្រាបកាលពីប្រហែលខែមុនចាស់ប៉ុន្តែឥឡូវនេះគឺមាននិន្នាការនៃការដែលចាក់ចែងពីលោកប្រធានាធិបតីហ្នឹងគឺមានកាន់តែច្រើនទៅដោយសារការបោះឆ្នោតពាក់កណ្ដាលអាណត្តិជិតមកដល់ហើយបាទដូច្នេះ
គឺវិធានការហ្នឹងគឺមិនឲ្យរដ្ឋបាលលោកត្រាំប្រើនៅវិធានការយោធាបន្ថែមទៀតទេក្រោយពីរដ្ឋបាលលោកប្រធានាធិបតីដូណាល់ត្រាំបានប្រើចំណាត់ការយោធាទៅចាប់មេដឹកនាំប្រទេសវេណេស៊ុយអេឡាយកមកបាទហើយនៅថ្ងៃនេះដែរគឺការបោះឆ្នោតហ្នឹងគឺមានសម្លេងព្រឹទ្ធសភាហ្នឹងគឺមានសម្លេង52គ្រប់គ្រងទល់នឹង47សម្លេងជំទាស់គឺមានសមាជិកព្រឹទ្ធសភាគណៈបក្សសាធារណរដ្ឋចំនួន5រូបដែលដើរចេញពីបន្ទាត់គណៈបកនយោបាយមកបោះឆ្នោតជាមួយនឹងគណៈបកសាធារណរដ្ឋទាំងអស់ដើម្បីគ្រប់គ្រងវិធានការនេះមិនអោយលោកប្រធានាធិបតីប្រើប្រតិបត្តិការយោធាបន្ថែមទៀតនោះទេហើយវិធានការនេះគឺជាលើកទី1ហើយបាទនៅក្នុងអាណត្តិទី2របស់លោកប្រធានាធិបតី Donald Trump ដែលខាងសមាជិកព្រឹទ្ធសភាធ្វើដូច្នេះក្នុងការទប់ស្កាត់អំណាចរបស់លោកប្រធានាធិបតីបាទហើយលោកប្រធានាធិបតីនឹងក៏បានរិះគន់សមាជិកព្រឹទ្ធសភាដែលមកពីគណៈបក្សសាធារណរដ្ឋរបស់លោកផងដែរចំពោះការដើរចេញពីបន្ទាត់នយោបាយរបស់គណៈបកមកបោះឆ្នោតរដ្ឋបတ်អំណាចរបស់លោកហើយការរដ្ឋបတ်នេះគឺអាចនឹងឃើញឡើងដោយសារតែលោកប្រធានាធិបតីគម្រាមបង្កើនដោយថាភាពតានតឹងជាមួយនឹងបណ្ដាប្រទេសនានារួមទាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរគឺប្រទេសដេនម៉ាកទាក់ទងនឹងបញ្ហាកោះ Greenland បាទនេះគឺជាការវិវត្តមួយនៅក្នុងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកនៅថ្ងៃប្រហែលនេះព័ត៌មានទី2នេះសម្រាប់អ្នកនៅសហរដ្ឋអាមេរិកដែលមានប្រាក់ចំណូលទាបហើយពឹងពាក់ទៅលើកម្មវិធីធានារ៉ាប់រងសុខភាពបាទ Affordable Care Act បាទដែលគេស្គាល់សាមញ្ញថាជា Obama Care កម្មវិធីធានារ៉ាប់រងសុខភាព Obama Care បាទនៅពេលនេះគឺខាងរដ្ឋសភារបស់សហរដ្ឋអាមេរិកបោះឆ្នោតបាទដោយគេចចេញពីការកំណត់របស់ប្រធានព្រឹទ្ធសភាតែម្ដងគេប្រើប្រាស់វិធីមួយដែលអាចនឹងចូលរួមបោះឆ្នោតគ្នាបានដោយមិនចាំបាច់មានការអនុញ្ញាតពីប្រធានរដ្ឋសភានោះទេបាទដើម្បីគ្រប់គ្រងទៅលើច្បាប់ធានារ៉ាប់រងសុខភាពនេះបាទន័យថាគឺឲ្យរដ្ឋាភិបាលបន្តឧបត្ថម្ភទុនទៅលើអ្នកដែលទិញបានធានារ៉ាប់រងសុខភាព Obama Care នេះការបោះឆ្នោតនៅថ្ងៃនេះគឺមានសម្លេង230គ្រប់គ្រងទល់នឹង196សម្លេងប្រឆាំងអញ្ចឹងនេះគឺជាការមួយដែលអាចនឹងពន្យាពេលកម្មវិធី Obama Care នេះបានរយៈពេល3ឆ្នាំតទៅមុខទៀតដែលតាមពិតទៅគឺច្បាប់នេះបានផុតកំណត់ចាប់តាំងពីថ្ងៃទី1ខែមករាមកគឺបានន័យថាអ្នកណាទិញកម្មវិធី Obama Care ហ្នឹងនៅតែទិញបានក៏ប៉ុន្តែមិនមែនបង់លុយតិចដូចពេលកន្លងមកទេបាទក្នុងពេលកន្លងមកគឺកម្មវិធីហ្នឹងមានអ្នកការទិញហ្នឹងគឺតម្លៃតែ$200ក្នុងមួយខែបាទក៏ប៉ុន្តែបើសិនជាគ្មានការឧបត្ថម្ភទុនពីរដ្ឋាភិបាលទេអាចឡើងទៅដល់$1000ឬក៏$2000ឬក៏ជិត$1000ទៅតាមកញ្ចប់មួយចំនួនកម្មវិធីមួយចំនួនដែលអ្នកទិញប្រើប្រាស់នឹងគាត់ជ្រើសរើសយកហើយកម្មវិធីនេះការពិតទៅគឺបានដាក់ជំនួយនឹងតាំងពីក្នុងអំឡុងពេលជំងឺវិបត្តិ COVID-19 ហើយបានផ្អាកបានដាច់ផុតពេលវេលាកំណត់ហ្នឹងនៅថ្ងៃទី1ខែមករាមកហើយជាការពិតមែនគឺបើតាមខាងការិយាល័យថវិការបស់សភាបានវាតម្លៃថាប្រសិនបើឲ្យកម្មវិធីនេះនៅបន្តបានន័យថារដ្ឋនៅតែឧបត្ថម្ភធននោះគឺអាចនឹងធ្វើឲ្យប្រទេសជាតិនឹងមានអនុភាពថវិកាចំនួន$80.6 លានផងដែរក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខបាទអញ្ចឹងបានន័យថាមួយឆ្នាំតែមានអនុភាព$8 ប៊ីលានបាទហើយក៏ប៉ុន្តែបើតាមការវាតម្លៃគឺអាចនឹងមានប្រជាពលរដ្ឋអាមេរិកដែលមានចំណូលទាបបន្ថែមទៀតប្រមាណជា100000នាក់នឹងចុះឈ្មោះទិញបាននេះបន្ថែមហើយក្នុងគណៈពេលដែរឆ្នាំ2027គឺអាចនឹងឡើងទៅដល់3លាននាក់ទៀតឯណោះបាទ2028 4លាននាក់ទៀតបាទអញ្ចឹងគឺមានការប្រើប្រាស់ជាបន្តបន្ទាប់នៅកម្មវិធីនេះដោយសារតែការទិញថ្លៃទិញហ្នឹងគឺបោះអស់តម្លៃទៀត